បាទមានសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាសម្រាប់អ្នកទិញទំនិញពី app ថៅប៉ោដែលដឹកតាម KA99 គឺបងប្អូនចាំបាច់គួរតែមាន app ចំនួន2ដើម្បីងាយស្រួលនៅក្នុងការតាមដានទំនិញដែលដឹកជូនពីចិនមកខ្មែរអញ្ចឹងសម្រាប់ app ទី1គឺ ZTO Express បាទឬក៏ ZTO Cambodia ទី2គឺ CA Express អញ្ចឹងបងប្អូនគួរតែ download នៅ app ចំនួន2នេះដើម្បីងាយស្រួលនៅក្នុងការយើងតាមដានទំនិញថាតើទំនិញរបស់យើងមកដល់ខ្មែរពេលណាហើយចូលឃ្លាំងនៅចិននៅពេលណាអញ្ចឹងទៅជាដំបូងបងប្អូន download app ទាំងពីរហ្នឹងបន្តមកទៀតបងប្អូនចាំត្រូវតែបង្កើត account វាសិនដើម្បីយើងអាចចូលទៅប្រើប្រាស់នៅក្នុង app ហ្នឹងឬមួយក៏ដើម្បីយើងទុកតាមដានទំនិញនៅក្នុង app ហ្នឹងតែម្ដងទី1 CA Express បងប្អូន download ហើយរួចចុចបើកវាមកយើងបង្កើត account វាជាមុនសិនបន្តមកទៀតកន្លែងដែលគេឲ្យយើងជ្រើសរើសនៅភាសាមិញបងប្អូនយកកម្ពុជាមកបន្តមកទៀតបងប្អូនចុច touch កន្លែងនេះមួយហើយយើងចុចពាក្យថាបង្កើតឥឡូវនេះអញ្ចឹងយើងចុចលើនឹងមួយកន្លែងនេះបងប្អូនបំពេញនៅព័ត៌មានផ្ទាល់ខ្លួនបងប្អូនចូលមានទី1គឺឈ្មោះបងប្អូនទី2ពាក់ព័ន្ធជាមួយលេខទូរស័ព្ទរបស់យើងសម្រាប់ទទួលទំនិញហ្នឹងបាទអញ្ចឹងបន្តមកទៀតបងប្អូនរំលងនៅចំណុចនេះសិនបងប្អូនបំពេញនៅលេខកូដ2ខ្ទង់នៅកន្លែងនេះអញ្ចឹងលេខកូដកន្លែងនេះបងប្អូនអាចដាក់ជាអក្សរហើយនឹងលេខធ្វើម៉េចឲ្យបាន6ទៅ8ខ្ទង់អញ្ចឹងបងប្អូនសរសេរវាមក2ជួរឲ្យដូចគ្នានៅកន្លែងនេះបន្តមកទៀតកន្លែង channel នេះបងប្អូនចុចរើសវាមកបងប្អូនដាក់ Facebook ក៏បានឬក៏ Telegram ក៏បានដែរអីទេកន្លែងនេះបន្តមកទៀតបងប្អូនរើសកន្លែងហ្នឹងហើយបងប្អូនចុចទៅលើពាក្យថាផ្ញើកូដផ្ទៀងផ្ទាត់កន្លែងនេះទៅគឺខាង CE នឹងផ្ញើលេខកូដសម្ងាត់ចូលទៅក្នុងលេខទូរស័ព្ទដៃរបស់យើងបន្តមកទៀតយើងយកលេខកូដហ្នឹងយកមកវាយចូលកន្លែងកូដផ្ទៀងផ្ទាត់នេះមកអញ្ចឹងមានន័យថាព័ត៌មានទាំងអស់នេះយើងបានបំពេញរួចរាល់ហើយកន្លែងលេខកូដនេះយើងគួរតែកត់ចំណាំវាទុកដើម្បីងាយស្រួលថ្ងៃក្រោយយើងអាចធ្វើការ login វាងាយស្រួលអញ្ចឹងណាបន្ទាប់ពីបំពេញព័ត៌មានទាំងអស់នឹងរួចបងប្អូនចុចពាក្យថាបង្កើតទៅគឺ account របស់យើងនឹងបង្កើតបានជោគជ័យហើយបាទអញ្ចឹងនៅពេលដែលយើងចូលមកដល់ចំណុចកន្លែងនេះមានន័យថាយើងអាចបង្កើត account CE នឹងបានហើយហើយអញ្ចឹងមួយទៀតគឺបងប្អូនបង្កើត account ZTO យើងចុចបើកទៅលើ app ZTO នឹងមួយមកបាទបន្តមកទៀតយើងធ្វើការ scroll វាមកខាងស្ដាំមកបាទរួចយើងចុចពាក្យថា join right now អញ្ចឹងចូលមកដល់ចំណុចកន្លែងនេះបងប្អូនចុចទៅលើពាក្យថា login with mobile number អញ្ចឹងយើងចុចទៅលើនឹងមួយបាទបន្តមកទៀតនៅកន្លែងចំណុចនេះគឺយើងយកពាក្យថា register នៅអក្សរពណ៌ខៀវកន្លែងនេះបាទអញ្ចឹងកន្លែងនេះបងប្អូនបំពេញនៅលេខទូរស័ព្ទរបស់យើងចូលនៅខាងលើហ្នឹងបន្តមកទៀតបងប្អូនបំពេញពាក្យសម្ងាត់បងប្អូនចូលកន្លែងហ្នឹងហើយកត់ចំណាំវាទុកផងបាទបន្ទាប់ពីបំពេញលេខសម្ងាត់នឹងរួចបងប្អូនចុចពាក្យថា get code ទៅគឺគេនឹងផ្ញើលេខកូដចូលនៅក្នុងលេខទូរស័ព្ទដៃរបស់យើងហើយយើងយកលេខកូដហ្នឹងយកមកវាយបញ្ចូលនៅចំណុចកន្លែងនេះបាទអញ្ចឹងដូចរបស់ខ្ញុំចឹងគេផ្ញើចូលហើយបន្តមកទៀតយើងចុច text នៅកន្លែងខាងមុខនេះមួយបន្តមកទៀតយើងចុចពាក្យថា sign up បាទអញ្ចឹងយើងចុចពាក្យថា go to login អញ្ចឹងយើងវាយលេខទូរស័ព្ទរបស់យើងនិងលេខសម្ងាត់ដែលយើងបានវាយបញ្ចូលមកបាទរួចបងប្អូនចុចពាក្យថា sign in ហើយយើងចុចពាក្យថា agree and log in បាទបន្ទាប់ពីយើង log in ហើយយើងអាចប្រើប្រាស់ app នឹងបានហើយដើម្បីធ្វើការតាមដានទំនិញណាចឹងសម្រាប់បងប្អូនដែលដឹកជញ្ជូនតាម KA99 នៅក្នុងថៅប៉ោហ្នឹងគឺក្រុមហ៊ុនដឹកជញ្ជូនមាន ZTO និង CA Express អញ្ចឹងសម្រាប់កូដ tracking number ដែលបងប្អូនមើលនៅខាងមុខនេះមានលេខ11600ឬមួយក៏ LP បានន័យថាគេដឹកតាមក្រុមហ៊ុន ZTO ដោយឡែកបើសិនជាគេដាក់អក្សរថា CNKHC ឬមួយក៏ TBKH មានន័យថាគេដឹកតាម CA Express អញ្ចឹងខ្ញុំចូលទៅឧទាហរណ៍ជូនបងប្អូនមើលមួយសម្រាប់តំណែងដែលខ្ញុំដឹកតាម KA99 នឹងដែរយើងចូលមកកន្លែងចំណុចមូលខាងស្ដាំដៃនឹងមកបាទរួចយើងចូលទៅរូបឡាននេះក៏បានឬក៏យើងចុចនៅលើអក្សរដែលមានសញ្ញាព្រួយទូចនេះក៏បានដែរខ្ញុំរកតំណែងដែលខ្ញុំបានទិញតំណែងមួយនេះយើងចូលមកអញ្ចឹងហើយយើងចុចទៅលើនេះមួយអក្សរចិននេះបាទអញ្ចឹងនៅចំណុចកន្លែង tracking number នេះជាដំបូងរយៈពេល 3-4 ថ្ងៃដំបូងគឺវាអត់មានលេខហ្នឹងទេវាអត់បង្ហាញលេខហ្នឹងទេលេខ tracking number វាមាន2លេខដំបូងមិនមែនជាលេខដែលខាង CE ឬមួយក៏ខាង ZTO ឲ្យយើងទេអញ្ចឹងអានោះគឺយើងអាចតាមដានបានទេអញ្ចឹងយើងធ្វើម៉េចដើម្បីដឹងកន្លែងហ្នឹងបងប្អូនចុចកន្លែងនេះមួយមកអញ្ចឹងនៅក្នុងដំណាក់កាលទី1ឬក៏ទី2នេះដែលតំណែងយើងលោតមកដល់2ចំណុចនេះវាអត់ទាន់មានលេខ tracking number កន្លែងហ្នឹងទេ
cứ vì miền lấy tracking number đào bảo viện chẳng cứ nó bây giờ dương scroll mà hàng cao mới dương miền khơi lấy tracking number này chẳng dạ pe bay 4 ngày rồi mùi có pi cho nó bay cho nó từ 4 nó cứ vì bằng hai lấy tracking number mùi này chẳng nó bây giờ vì bằng hai lấy nó cứ dương ad do từ tam đan được trong CE rồi mùi có sẽ thì OT to tại tầm nín nó trâu tại đó khang CE rồi mùi có khang sẽ thì O này chân hói tớ kê bằng hai tracking number này trên màu chẳng xem em tracking number chỉ tu tới để dương ở xa khơi miền buồn này nhung lực lại muốn nắng á chẳng anh ấy cứ dương đăng thay cái đặc tam CE Express để sao tại dương khơi lấy code ní bà lấy code TBKA chẳng mình thay cái đặc tam CE chẳng dương do lấy tracking number nắng do từ tam đang là không FCE đòi bằng phone cho từ lừa so chân P2 ní đầm bay dương do từ pack là không FCE bảo dương cho bài máu rồi dương cho từ lừa bị thang ca đặc chân trốn chấn một Campuchia dương cho lừa nâng muối bà rồi dương cho bị thang parcel tracking lại ní rồi bông bông vừa cả pack nơi lấy tracking number bệnh châu cái lại kháng lớn hay dương cho bị sờ máu cứ bông bông nâng khơi tầm nên bảo dương nắng miền Prат Bát Ca là khăn ông năng ảnh trắng Prat Bát Ca cứ dương mơ bị lỡ cho cào trắng ngay đại khang khen từ tua ban tầm nín cứ ngay thì bầm buồn là hôn mà đo ngay thì đập pram ní cứ nhóm ban từ tua tầm nín hào nên cái lại cho nói ní hết nè nên ngay thì đập pram ní cứ cái đã tha at Phnom Penh warehouse trắng bạn này tha arrive at Phnom Penh warehouse mình này thả vẫn cứ mà đo khen được Phnom Penh ảnh trắng ai chia mà ngáiឬក៏ពីថ្ងៃគឺគេនឹងតាក់តមកយើងហើយតែបើសិនជាយូរពេកបងប្អូនអាចតាក់តទៅសួរខាងក្រុមហ៊ុនតាមរយៈ page របស់គេបានអញ្ចឹងណាឃើញអញ្ចឹងអានេះតាម CE មួយទៀតខ្ញុំឧទាហរណ៍តំណែងនៅក្នុង CTO វិញម្ដងបាទអញ្ចឹងកន្លែងចូលទៅយកលេខ tracking number ហ្នឹងខ្ញុំអត់ចូលទៅបង្ហាញម្ដងទៀតទេរបៀបយកចូលទៅដូចគ្នាមុននេះណាឃើញអញ្ចឹងលេខដែលយើងឃើញនេះគឺឃើញលេខ11600មានន័យថាគេដឹកតាម CTO ហើយអញ្ចឹងយើងចុចពាក្យ copy វាមកបាទនៅអក្សរខាងចុងហ្នឹងហើយយើងចូលទៅបើក app CTO ដែលយើងបានបង្កើតមុនហ្នឹងមកហើយយើងចុចទៅលើពាក្យថា career tracking ចុចទៅលើចំណុចនឹងមួយរួចយើងផាសលេខ tracking number បាញ់មិញចូលហើយយើងចុច search ទៅអញ្ចឹងមកដល់ចំណុចកន្លែងនេះមានន័យថាបានហ្នឹងគឺខាង CTO គេបានទទួលហើយគេកំពុងតែដឹកជញ្ជូនមកខ្មែរអញ្ចឹងនៅពេលដែលតំណែងបានទទួលឬក៏បានមកដល់ខ្មែរហើយគឺគេមានបញ្ជាក់នៅអក្សរខាងក្រោមទូចៗនៅកន្លែងនេះណាបងប្អូនមានចម្ងល់ផ្សេងៗអាច comment សួរនៅខាងក្រោមវីដេអូបានឬមួយក៏បងប្អូនអាច join ជាក្រុម Telegram ដែលមាន link នៅខាងក្រោម description នៃវីដេអូនឹងស្រេចសម្រាប់ការ join ក្រុមគឺខ្ញុំឆាចម្នាក់តែ$1ទេដើម្បីចូលទៅក្នុងក្រុមដែលឡែកសម្រាប់អ្នកដែលចង់ទិញតំណែងឲ្យកាន់តែច្បាស់អាចទិញជាកញ្ចប់មេរៀនក៏បានដែរសម្រាប់កញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាមានចម្ងល់កន្លែងណាខ្ញុំនឹងជួយ support ជួយដោះស្រាយបងប្អូនរហូតដល់បងប្អូនចេះទិញហើយសម្រាប់បងប្អូនដែលចង់បដូរលុយ Alipay ក៏ខ្ញុំមានសេវាកម្មបដូរលុយ Alipay ដូចគ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ